ពេលនេះជាពេលដែលខ្មែរត្រូវតែរួមឈាមរួមជីវិតតែមួយដើម្បីទឹកដីទាំងប្រសង់ទាំងក្រហមបកករណាជាម្ចាស់គ្រប់ព្រះអង្គទូទាំងប្រទេសពេលនេះទឹកដីរបស់យើងកំពុងតែរងនឹងការវាយប្រហារយ៉ាងខ្លាំងអំពីប្រទេសថៃប្រសង់គ្រប់ព្រះអង្គទូទាំងប្រទេសសូមប្រដេកប្រគុណនិមន្តចាកចេញពីវត្តហើយចូលទៅជួយបរិស័ទរបស់យើងដែលកំពុងតែរងទុក្ខនិងជំនះនៅតាមទល់ដែនអ្វីគ្រប់យ៉ាងដែលព្រះអង្គអាចធ្វើបានព្រះអង្គត្រូវតែធ្វើពីព្រោះញោមកំពុងតែរងទុក្ខវេទនាមួយវិញទៀតពលរដ្ឋខ្មែរជាទីស្រឡាញ់សូមអស់លោកទាំងអស់មេត្តាចូលរួមជួយអ្វីដែលអាចធ្វើបានដល់បងប្អូនរបស់យើងដែលកំពុងតែជំនះហើយម្យ៉ាងវិញទៀតក៏សូមផ្ញើសារទៅកាន់ប្រទេសថៃទោះយើងខ្មែរនិងថៃវាស្រឡាញ់គ្នាឬក៏វាស្អប់គ្នាយ៉ាងណាក៏ដោយក៏យើងមិនអាចពុះផែនដីនេះឲ្យដាច់ពីគ្នាបានទេវាជាសត្យានុម័តដែលយើងត្រូវតែនៅជិតគ្នាអញ្ចឹងក្នុងនាមជាអ្នកកាន់ព្រះពុទ្ធសាសនាដូចគ្នាថ្ងៃនេះ I'm talking to the Thai people as a very simple Cambodian Buddhist monk. Today I'm speaking to you not because you are my enemy but my friend in the Dharma. I'm speaking to you today not because we are afraid of you but we are good neighbors. I'm speaking to you today because we are the sons and the daughters of the Buddha, the one who share the same religion. Let the sounds of dialogue replace the sound of discord. Let us sit together in the spirit of a shared Dhamma and resolve all differences through peaceful negotiation, guided by the principles of compassion and loving kindness. May the light of the Dhamma shine upon both nations, guiding us back to the noble paths of peace and harmony and mutual prosperity as the two loving nations, Cambodia and Thailand. I know that we have a very bitter history between our two nations, but we have to be along with each other. We cannot separate this earth for Thai people and for Cambodian people. So please understand that peace is always possible and war is always bad. War is always bad. War is not the best option. Peace is only the best option. And I hope that our generation gonna leave a very good legacy for our future children to come together, to talk together in a very peaceful manner. And I hope that our two nations will be coexist peacefully in the future. And I think that the best option can be taken is a ceasefire can be started from now. Military might is not an option, but the strength of compassion and loving kindness, a brotherhood in the Dhamma of the Buddhism could be our path that is called Majjhima Patipada. Please, Samdai Prasangri of Thailand, the Sangha of Thailand, please talk to your government, to your people, that the victims of this war, the innocent people of two nations who are living along the Cambodian border, are victimized and have great suffering and pains in the last few days of the fighting. And I hope that Buddhism could be a guide, could be a path for our two nations to come together. ញាតិញោមពុទ្ធបរិស័ទទាំងអស់ជាទីស្រឡាញ់ខណៈពេលដែលសង្គ្រាមកំពុងតែប្រព្រឹត្តទៅកំពុងតែមានវត្តមាននៅតាមទល់ដែននេះសូមញោមទាំងអស់
យើងមានទឹកដីតែមួយទេយើងមានប្រទេសតែមួយទេអត់មានពីរទេនៅលើโลกនេះកម្ពុជាមានតែមួយទេបើយើងមិនសហការគ្នាយើងមិនសាមគ្គីគ្នាទេយើងនឹងជួបវិបត្តិច្រើនអញ្ចឹងសូមប្រជាជាតិទាំងមូលសូមលោករួមគ្នាសាមគ្គីគ្នាហើយការពារទឹកដីបើមិនយ៉ាងដូច្នោះទេកូនចៅយើងចំនួនក្រោយនឹងជួបរឿងដ៏ច្រើនជាពិសេសចុងក្រោយនេះអាត្មាសូមផ្ដាំដល់យុវជនទាំងអស់របស់កម្ពុជាលោកត្រូវតែធ្វើខ្លួនឲ្យคล้ายទៅជាជនគំរូជាអ្នកចេះដឹងរៀនសូត្រអភិវឌ្ឍខ្លួនទុកជាសសរទ្រូងសម្រាប់អនាគតនៃវាសនារបស់កម្ពុជាព្រះសង្ឃក្មេងៗព្រះអង្គត្រូវតែរៀនអភិវឌ្ឍខ្លួនចាប់តាំងពីមានសង្គ្រាមរវាងកម្ពុជាថៃប៉ុន្មានថ្ងៃមកយើងបានជៀបច្បាស់ហើយថាមានតែកម្ពុជាយើងទេដែលជាអ្នកដែលជាមានតែបងប្អូនយើងទេដែលពឹងគ្នាដែលលះបង់គ្នាគ្មានជនជាតិណាមួយដែលលះបង់ជីវិតដើម្បីពួកយើងទេគឺមានតែជនជាតិយើងទេសូមប្រជាជាតិខ្មែរទាំងមូលស្រឡាញ់គ្នាអោបកសោបគ្នាដើម្បីការគង់វង្សនៃទឹកដីសូមប្រជាជាតិខ្មែរទាំងមូលប្រកបដោយសេចក្តីសុខសេចក្តីចម្រើនសូមថ្លែងអំណរអគុណយ៉ាងជ្រាលជ្រៅជាទីបំផុតចំពោះរាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយសម្ដេចធិបតីអរគុណយ៉ាងក្រៃលែងដឹងគុណយ៉ាងខ្លាំងចំពោះវីរៈកងទ័ពដែលបានលះបង់ដើម្បីព្រះនគរទាំងមូលសូមនគរកម្ពុជាប្រកបដោយពុទ្ធពរទាំង4ប្រការគឺអាយុវណ្ណៈសុខៈពលៈកំបីគ្លៀងគ្លេតឡើយសូមអរគុណសូមអរគុណ